កាលពីមួយឆ្នាំមុនខ្ញុំបានធ្វើឲ្យឡានបញ្ជា RC Car អាចបើកបរលើទឹកបានដោយជោគជ័យបន្ទាប់មកខ្ញុំក៏គិតថាប្រសិនបើបន្ថែមស្លាបនិងរ៉ុកែតតើឡានបញ្ជានេះអាចហោះបានដែរឬទេការពិតបានបង្ហាញថាការចង់ហោះឡើងលើមេឃគឺមិនងាយស្រួលនោះទេខ្ញុំបានរៀបចំឡានបញ្ជាចំនួន2គ្រឿងដោយសារលំវិធីសាស្ត្រដែលសាមញ្ញបំផុតជាមុនសិននោះគឺការដោះស្លាបពីយន្តហោះបញ្ជា Aero Modeling មកបិទភ្ជាប់ដោយផ្ទាល់នៅលើដំបូលឡានបញ្ជាច្បាស់ជាមានមនុស្សជាច្រើនចង់ដឹងថាតើគម្រោងបែបនេះអាចទៅរួចដែរឬទេឡានបញ្ជាហោះកំណែ 1.0 គ្រាន់តែជាការបង្ខំដាក់ស្លាបបញ្ចូលគ្នាហើយស្លាបនោះក៏មិនអាចបញ្ជាបានដែរខ្ញុំមានអារម្មណ៍ថាបន្ទាប់ពីវាហោះឡើងវានឹងមិនអាចគ្រប់គ្រងបានទេជាធម្មតាឡានគឺត្រូវបានរចនាឡើងដើម្បីបង្កើនកម្លាំងសង្កត់ចុះ down force ប៉ុន្តែឥឡូវនេះយើងកំពុងបន្ថែមលើកម្លាំងលើក lift សាកល្បងសិនមើលទៅហើយអូមានប្រសិទ្ធភាពប៉ុន្តែល្បឿននៅមិនទាន់គ្រប់គ្រាន់នៅពេលរត់វាពិតជាមានកម្លាំងលើកមែនហើយពេលវេលានៅលើអាកាសក៏យូរជាងមុនបន្តិចល្បឿនធ្លាក់ចុះបើធៀបនឹងពេលគ្មានស្លាបគឺយឺតជាងមែនប៉ុន្តែនៅលើអាកាសគឺមិនអាចគ្រប់គ្រងបានទាល់តែសោះនៅផ្នែកខាងក្រោយវាបានបាត់បង់ការគ្រប់គ្រងហើយក្រឡាប់តែម្ដងដែលនេះជាអ្វីដែលខ្ញុំបានរំពឹងទុកជាមុនហើយដោយសារគ្មានស្លាបកន្ទុយ tail fin និងគ្មានស្លាបបញ្ជា control surfaces នៅលើអាកាសវាគឺជាការធ្វើចលនាដោយគ្មានទិសដៅច្បាស់លាស់ហើយឥឡូវនេះនៅមានបញ្ហាមួយទៀតឡានធម្មតាត្រូវការកម្លាំងសង្កត់ដើម្បីឲ្យវាជាប់នឹងដីទើបអាចបង្កើនល្បឿនបានប៉ុន្តែឥឡូវនេះវាកាន់តែរត់កាន់តែស្រាលធ្វើឲ្យមិនអាចបង្កើនល្បឿនបានដូច្នេះហើយទើបយើងគួរតែបន្ថែមស្លាបបញ្ជាដែលគម្រើកបាននៅពេលបង្កើនល្បឿនត្រូវឲ្យវាសង្កត់ជាប់នឹងដីហើយនៅពេលត្រូវការហោះឡើងទើបយើងហុកទាញចង្កូតភ្លាមដើម្បីឲ្យឡានហោះឡើងមានហើយគឺបែបនឹងឯងការចង់ហោះឡើងគឺនៅតែត្រូវការការគណនាយ៉ាងល្អិតល្អន់ជំហានដំបូងគឺត្រូវវាស់ល្បឿនអតិបរមារបស់ឡានបញ្ជាសិនរួចរចនាស្លាបទៅតាមល្បឿនលឿនបំផុតនិងទម្ងន់របស់ឡានអូឡាននេះរត់បានដល់ទៅ64គីឡូម៉ែត្រក្នុង1ម៉ោងល្បឿនអតិបរមា64គីឡូម៉ែត្រក្នុង1ម៉ោងដើម្បីហោះឡើងកម្លាំងលើករបស់ស្លាបត្រូវតែធំជាងទម្ងន់របស់តួឡានចំណុចសំខាន់មួយទៀតគឺកម្លាំងរបស់ឡានបោកពីសម្បកកង់ទាំងស្រុងដូច្នេះក្នុងដំណាក់កាលបង្កើនល្បឿនគឺនៅតែត្រូវការកម្លាំងសង្កត់ដដែលចាំដល់ពីល្បឿនគ្រប់គ្រាន់គឺផ្លាស់ប្ដូរមុំរបស់ស្លាបដើម្បីបង្កើនកម្លាំងលើកនិងនាំឡានហោះឡើងគំនិតរបស់ខ្ញុំគឺបែបនេះគឺបន្ថែមជើងទម្រនៅចន្លោះឡាននិងស្លាបដើម្បីឲ្យស្លាបនៅឆ្ងាយពីតួឡានហើយដាក់អាក់ដែលអាចកម្រើកបាននៅចន្លោះកណ្ដាលដោយបញ្ជាតាមរយៈម៉ូទ័របញ្ជា servo នៅផ្នែកខាងក្រោមដើម្បីផ្លាស់ប្ដូរមុំរបស់ស្លាបទៅតាមតម្រូវការកម្លាំងលើកខុសៗគ្នានៅផ្នែកខាងក្រោយស្លាបក៏បន្ថែមស្លាបបញ្ជាចំនួន2ទៀតដើម្បីគ្រប់គ្រងលំនឹងខ្ញុំមិនប្រាកដថាទំហំស្លាបមួយណាដែលស័ក្តិសមបំផុតនោះទេទើបខ្ញុំផលិតស្លាប3ទំហំខុសៗគ្នាដើម្បីអាចផ្លាស់ប្ដូរបាននៅពេលក្រោយការបញ្ជាឡាននេះគឺដូចជាការបញ្ជាម៉ាស៊ីនចម្បាំងមេកាដែរឡានបញ្ជានិងស្លាបគឺជាប្រព័ន្ធ2ដាច់ដោយឡែកពីគ្នាដូច្នេះមនុស្ស2នាក់ត្រូវសហការគ្នាឲ្យបានល្អបំផុតនៅពេលវារត់មកជិតដល់មុខអ្នកត្រូវរុញហ្គាឲ្យអស់ហើយវានឹងងើបឡើងពេលនេះគឺជាកម្លាំងសង្កត់នៅពេលល្បឿនដល់កម្រិតរួចក៏ហោះឡើងការពិតបានបង្ហាញថាការហោះឡើងគឺពិតជាអាចធ្វើទៅបានមែនប៉ុន្តែរាល់ពេលវាតែងតែងើបក្បាលខ្លាំងពេករួចក៏បាត់បង់ការគ្រប់គ្រងធ្លាក់ម្ដងទៀត2ដុំ3ដុំស្លាបប្រហែលជាចង់ប្រាប់ថាបំផ្លាញវាចោលឲ្យហើយទៅនៅលើកទី4ដែលហោះឡើងវាបានក្រឡប់មករួច80ដឺក្រេនៅលើអាកាសហើយបោកទៅលើដីចុងក្រោយវាទ្រាំទ្រនឹងការធ្វើទីរនកម្មរបស់ខ្ញុំមិនបានស្លាបក៏បានបាក់និងខូចខាតយ៉ាងធ្ងន់ធ្ងរវ៉ាវបែកអស់រលីងសន្លឹកបាតក៏ប្រេះដែរក្រោយមកទើបដឹងថាការងើបក្បាលពីហោះឡើងគឺដោយសារទីតាំងដំឡើងស្លាបមិនត្រឹមត្រូវធ្វើឲ្យកម្លាំងលើកស្ថិតនៅខាងមុខពេករាល់ពេលគឺសុទ្ធតែបាត់បង់លំនឹងពីចុះស្ទល់ទោះបីជាវាអាចហោះឡើងបានប៉ុន្តែដោយសារតែការហោះឡើងភ្លាមនោះធ្វើឲ្យមុំបង្កើនកម្លាំងលើក angle of attack ធំពេកនៅពេលទាញឡើងហើយក៏បាត់បង់លំនឹងស្លាបខូចអស់ហើយអាចដូរថ្មីបានផ្នែកផ្សេងទៀតមិនអីទេដោះដូរភ្លាមតែម្ដងបន្ទាប់មកបដូរស្លាបថ្មីចេះដើម្បីបន្តការសាក់លបងបានមិនអីទេតោះត្រៀមខ្លួនចាប់ផ្ដើមហោះអូខេឡានត្រៀមចេញដំណើរអូម្ដងទៀតត្រូវគាត់ត្រូវទាញចង្កូតឲ្យជាប់រហូតទើបវាអាចរក្សាលំនឹងហោះត្រង់បានឥឡូវនេះប្រើឡានបញ្ជាដែលមានស្លាបនោះហោះលោតពីទីនេះទៅបែបនេះដើររួចទាញចង្កូតហោះឡើងលោតរួចចុះចតហើយដើរទៅមុខទៀតតោះសាកល្បងមើលតោះត្រៀមខ្លួនចាប់ដើម
អូលើកនេះកពុះជាងគេបងអស់ស្លាបនេះសម្រាប់បាននៅលទ្ធផលដូចការរំពឹងទុកទាំងស្រុងការហោះឡើងមានលំនឹងល្អណាស់សូម្បីតែហោះកពុះជាងកម្ពស់មនុស្សទៅទៀតចុងក្រោយសាកល្បងអ្វីដែលរំភើបបំផុតគឺការបំពាក់ឧបករណ៍រុញច្រានដោយរ៉ុកកែតនេះគឺជាអ្វីដែលខ្ញុំបានសិក្សាយ៉ាងយូរអស់ជាច្រើនយប់ដើម្បីរៀបចំជាពិសេសសម្រាប់ឡានបញ្ជានេះសាកល្បងបាញ់មួយគ្រាប់ជាមួយឡានទទេគ្មានស្លាបសិនរ៉ុកកែតមានលំនឹងល្អណាស់ប៉ុន្តែឡានបញ្ជាលឿនពេករហូតដល់បាត់បង់ការគ្រប់គ្រងប្រសិនបើបន្ថែមស្លាបចូលទៀតវានឹងហោះឡើងភ្លាមគ្រាន់តែគិតក៏រំភើបដែរគួរឲ្យស្ដាយដែលក្រោយមកមានបញ្ហាជាច្រើនកើតឡើងការបញ្ឆេះភ្លើងបរាជ័យជាច្រើនដងទើបដឹងថារ៉ុកកែតមិនទាន់ស្ងួតល្អធ្វើឲ្យការឆេះមិនមានលំនឹងនិងគ្មានកម្លាំងរុញច្រាននេះគឺជាកំទេចរំសើមដែលយើងទើបតែដោះចេញវាមកឆេះតែបន្តិចបន្តួចប៉ុណ្ណោះមើលចុះវានៅសើមណាស់គឺវាមិនទាន់ស្ងួតហើយបន្ទាប់ពីហោះឡើងស្លាបក៏បាក់ម្ដងទៀតនេះប្រៀបដូចជាការបង្ហាញខ្លួនឡើងវិញនៃកង់ហោះអញ្ចឹងអ្វីដែលរំភើបបំផុតនោះគឺបន្ទាប់ពីហោះឡើងរ៉ុកកែតបានផ្ទុះនៅទីនេះនៅមានផ្សែងហុយចេញមកប្រអប់លេខ gearbox ក៏នៅហុយផ្សែងដែរខ្លោចខ្មៅអស់ហើយខ្មៅអស់រលីងបាត់ទាំងពីរហើយនេះវាផ្ទុះធ្លាយទាំងអបញ្ជូនចលនាទៀតរុញវាឲ្យមកដល់ទីនេះរួចទៅមុខប៊ុំផ្ទុះមួយទំហឹងរួចក៏ធ្លាយតែម្ដងរ៉ុកកែតបានខ្ទាតទៅក្រោយចម្ងាយជាង10ម៉ែត្ររកឃើញនៅតោះទៅរើសរ៉ុកកែតផ្នែកខាងក្រោយផ្ទុះអស់ហើយប៉ុន្តែផ្នែកខាងនេះមិនបានស្ទះទេក្បាលបាញ់ nozzle នៅខាងក្នុងក្បាលបាញ់នៅតែស្ថិតក្នុងនេះដដែលយើងបានសាកល្បងអស់រយៈពេល5ថ្ងៃស្លាបទាំង3ឈុតត្រូវខូចខាតទាំងអស់អបញ្ជូនចលនារបស់ឡានបញ្ជាក៏បាក់អស់ពីរដែរខ្ញុំមិនអស់ចិត្តទេក៏ត្រឡប់ទៅស្ទីឌីយោធ្វើរ៉ុកកែត2ទៀតនិងធ្វើស្លាបថ្មីឡើងវិញខ្ញុំជឿជាក់យ៉ាងមុតមាំថាដរាបណារ៉ុកកែតអាចបញ្ឆេះបានធម្មតាវានឹងអាចហោះបានយ៉ាងល្អជាមិនខាននេះជាការសាកល្បងលើកទី7ហើយជាការបាញ់រ៉ុកកែតលើកទី4យ៉ាងណាក៏ដោយកន្លងមកគឺតែងតែបរាជ័យនិងមានបញ្ហារហូតតោះបានហើយត្រៀមខ្លួនចាប់ផ្ដើមបង្វិលខ្លួន360ដឺក្រេនៅលើអាកាសទោះបីជាវាខុសពីការរំពឹងទុករបស់ខ្ញុំបន្តិចមែនប៉ុន្តែនេះក៏ចាត់ទុកថាទទួលបានជោគជ័យដែរនៅពេលត្រឡប់មកដល់ដីគឺចុះចតបានយ៉ាងល្អខ្ញុំសារភាពថាវាមានចំណែកនៃសំណាងខ្លះដែរបង្វិលខ្លួន360ដឺក្រេមួយជុំហើយចុះចតបានយ៉ាងធម្មតាគ្រាន់តែថាប្រសិនបើចង់ឲ្យវាហោះឡើងដោយមានលំនឹងល្អគឺនៅតែត្រូវការការកែសម្រួលបន្ថែមទៀតអ្វីដែលបានរៀបរាប់ខាងលើគឺជាខ្លឹមសារទាំងស្រុងនៃវីដេអូនេះសូមអរគុណសម្រាប់ការចុច like និងការតាមដានគាំទ្ររបស់អ្នកការគាំទ្ររបស់អ្នកគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំក្នុងការធ្វើវីដេអូថ្មីយើងនឹងជួបគ្នានៅវីដេអូក្រោយលាហើយបាយ